សួស្តីបងប្អូនអ្នកគ្នានេះជា trip ដំបូងដែលយើងធ្វើដំណើរសាកល្បងជាមួយនឹងរថយន្ត Lost L7 ប្រភេទ PHEV គីសានីសាំងឥឡូវពួកយើងកំពុងចេញដំណើរទៅយកធីមរបស់យើងហើយបន្តមកទៀតយើងចេញដំណើរទៅទីរួមខេត្តកំពតតែម្ដងឥឡូវគីសានីសុតរបស់យើងសល់ត្រឹមតែ 57% អញ្ចឹងចាំមើលថា 57% យើងប្រើបានប្រហែលគីឡូអញ្ចឹងយើងអាចមើលការ control លើនេះបានអគ្គិសនីសុតរបស់យើងជិះបាន67គីឡូម៉ែត្រហើយសាំងពេញរបស់យើងជិះបានរហូតដល់617គីឡូម៉ែត្រចាំមើលថាការចំណាយពីភ្នំពេញទៅកំពតហ្នឹងការចំណាយទៅលើអគ្គិសនីសុតហើយនឹងសាំងសុតយ៉ាងណាដែរកុំភ្លេចរងចាំតាមដានសិទ្ធិទស្សនៈទាំងអស់គ្នាឥឡូវចាស់ស្ដាយយើងធ្វើដំណើរមកដល់យាម៉ៅនៅខាងផ្លូវជាតិលេខ3ហើយឥឡូវកំពុងតែបន្តដំណើរទៅកាន់គោលដៅរបស់យើងបន្ថែមទៀតអូខេ let's go trời đố mình ta là lấy hết tôi nha anh con mà thậtបងប្អូនទាំងអស់គ្នាឥឡូវយើងបានមកដល់ទីរួមខេត្តកំពតហើយសម្រាប់រថយន្តរបស់យើងគឺឥឡូវអស់អគ្គិសនីហើយអញ្ចឹងដើម្បីដឹងថានៅកំពតនេះគេសាកអគ្គិសនីឡើងណាអញ្ចឹងបងប្អូនអាចចូលទៅកាន់ Google Map ជាមួយនឹងខ្ញុំទាំងអស់គ្នាដើម្បីរកទីតាំងដើម្បីសាកថ្មទាំងអស់គ្នាបងអញ្ចឹងដើម្បីចូលទៅកាន់ Google Map នៅក្នុងឡាននេះមាន Google Map ស្រាប់បងប្អូនអញ្ចឹងយើងគ្រាន់តែចុច Google Map មកយើងចុចទៅពាក្យថា EV Charger Station វា load មកឲ្យបងប្អូនអញ្ចឹងកន្លែងណាដែលចិត្តយើងជាងគេយើងអាចមើលបានអូខេអញ្ចឹងមានតែទីតាំងនេះមួយដែលនៅចិត្តខ្ញុំក៏នៅចិត្តខ្ញុំជាងគេអញ្ចឹងយើងអាចមើលទីតាំងនេះបាន Head southwest on then you will arrive at your destination បងប្អូននៅចិត្តនេះបងប្អូននឹងស្រាប់ដៃខ្ញុំណាបងប្អូនអរគ្នាឥឡូវម៉ោង10នាទីយើងចង់ដឹងថាសាកមកពេញរថយន្តនេះតើចំណាយពេលរយៈពេលប្រហែលអញ្ចឹងយើងចាប់ផ្ដើមធ្វើការសាកឥឡូវទាំងអស់គ្នាឥឡូវយើងចាប់ផ្ដើមសាកថ្មទៅតែម្ដងសម្រាប់រថយន្តរបស់យើងឥឡូវនៅសល់តែត្រឹម 10% ទេបងប្អូនហ្នឹងតើតើមើល5វាកំពុងតែឡើងដូចគ្នាបាន 11% អញ្ចឹងចង់ដឹងថាវាចំណាយពេលរយៈពេលប្រហែលដើម្បីមកពេញវា 100% អញ្ចឹងកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាកាន់តែមានភាពងាយស្រួលបងប្អូនអាចមើលទៅកាន់ក្នុង app នេះបានអញ្ចឹងមិនន័យថាឥឡូវវាឡើងបានដល់ 13% អញ្ចឹងបងប្អូនអាចធ្វើការលុកឡានចោលហើយយើងអាចទៅផឹកកាហ្វេឬក៏ទៅកន្លែងណាមួយដែលសម្រាប់បានដល់ពេលវាពេញយើងអាចមើលនៅក្នុងទូរស័ព្ទនេះបានណាបងប្អូនបង្កើនភាពងាយស្រួលក្នុងការប្រើប្រាស់មែនទែនសម្រាប់រថយន្តអគ្គិសនីបែបនេះបងប្អូនអរគ្នាដែលបានថាវាមកស្ពតដែរដែលយើងអង្គុយរងចាំចង់ដឹងថាវាបានប៉ុន្មាន%ហើយយើងចំណាយទៅប្រាក់ប្រហែលហើយទៅលើអគ្គិសនីហ្នឹងចឹងបងប្អូនអាចធ្វើការចូលទៅកាន់ app បានអញ្ចឹងភ្លើងចូលទៅក្នុងឡានរបស់យើងមិញ 11% ឡើងវាកើនឡើងដល់ 37% ហើយតាក់ទងទៅទឹកប្រាក់យើងចំណាយអស់ 6,900 អញ្ចឹងវាចូលជា 7,000 ហើយអញ្ចឹងចង់ដឹងបន្តទៀតថាចំណាយពេលរយៈពេលប្រហែលនាទីវានឹងពេញយើងចំណាយទឹកប្រាក់ប្រហែលអូខេបងប្អូនបន្ទាប់ពីសាកមកពេញនេះយើងចំណាយទឹកប្រាក់ត្រឹមតែ 20,000 ជាងតែប៉ុណ្ណោះហើយតាក់ទងមួយការប្រើប្រាស់ជាមួយខ្ញុំអាប់ដេតជូនបងប្អូនបន្ថែមសម្រាប់រថយន្តនេះផ្ទាល់តែម្ដងអូខេ let's go រូបរាងស្រួយស្រួយមើលពីក្រៅមិនសូវល្អតែនៅខាងក្នុងស្រទន់ហេបែបដូចស្កររូបរាងស្រួយស្រួយសម្បូរនៅខែកំពតអារម្មណ៍បបងចង់រអីបានជាប់កចង់ទីង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 ទៅរេចង់ទីង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 ទៅរេចង់ទីង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 ទៅរេ
បងប្អូនអរគ្នាដូចបងប្អូនបានដឹងអញ្ចឹងសម្រាប់យើងតថ្ងៃនេះគឺយើងបានធ្វើការបើកបររថយន្តដងហ្វុង LSL7 រយៈពេលមួយថ្ងៃពេញតែម្ដងតាំងពីព្រឹករហូតមកដល់ថ្ងៃនេះតាំងពីព្រឹកតាំងពីម៉ោង5 ជាងបងប្អូនដែលយើងធ្វើដំណើរតាំងពីភ្នំពេញរហូតមកដល់ទីរួមខេត្តកពតយើងចូលចាក់សាំងអធិស្ឋានបងប្អូនយើងចូលសាកអគ្គិសនីនៅកពតមកពេញយើងចំណាយត្រឹមតែ 20000 ស្ដើងតែប៉ុណ្ណោះហើយឥឡូវយើងបានមកដល់ខេត្តកែបហើយតាក់ទងមួយរថយន្តរបស់យើងឥឡូវនេះសាំងអត់ទាន់បានស្រកសំបីតែមួយកម្មតែម្ដងគឺស្រកតែអគ្គិសនីបានន័យថាយើងបើកបរតាំងពីព្រឹករហូតដល់ថ្ងៃនេះអត់ទាន់ចំណាយទៅលើសាំងសំបីតែបន្តិចតែម្ដងសំចៃខ្លាំងមែនតើតាក់ទងមួយរថយន្តដងហ្វុង LSL7 នេះហើយតាក់ទងមួយរថយន្តនេះគឺពួកយើងមាននៅក្នុងស្តុកស្រាប់ដូចគ្នាតម្លៃពិសេសមែនតើត្រឹមតែ 20000 ស្ដើងមានការធានាយូរឆ្នាំជូនបងប្អូនផងដែរអញ្ចឹងបងប្អូនអាចផ្លេចជាមួយនឹង screen ជាមួយនឹងខ្ញុំបានថាសាំងស្រកឬក៏មិនស្រកអូខេបងប្អូនសម្រាប់រថយន្តនេះបងអាចកលេចមើលនៅទីនេះបានសាំងគឺយើងនៅពេញកម្មតែម្ដងហើយតាក់ទងមួយគីសនេះដែលយើងសាកខែមិញអស់ 20000 ជាងបានមកពេញនេះគឺនៅសល់ 2 កម្មគឺសន្សំចៃខ្លាំងមែនតើជូនបងប្អូនយើងចង់ដឹងថា 2 កម្មសល់ប៉ុន្មាន%បងប្អូនអាចកាន់មើលលើ screen នេះបាននៅសល់ដល់ 37%ដែលយើងជិះបានរហូតដល់ 43 គីឡូម៉ែត្រទៀតផងដែរអញ្ចឹងយើងអាចប្រើប្រាស់គិសនីសុបអញ្ចឹងសម្រាប់សាំងយើងប្រហែលជាអាចចំណាយត្រឹមតែមួយកម្មទៀតទេដែលយើងអាចទៅដល់គោលដៅភ្នំពេញផងដែរកំពុងតែឡើងយីអូនមិនចង់អាផបដូចជាឆ្នាំទៅមុនអូយតែឃើញឈឺពេលឡើងចង់គ្រុនពេកដូចជាខ្វះពួយសាច់អត់នៅអោពីក្រោយគួរจะបែកបាច់ស្ដុកស្ដំហំដូចកូនស្ដាយ Life hurt on here bad ដូចមករួចស្រេចងើមិនដូចជាគ្រូពេទ្យជាបាបងឲ្យបាត់សេដូចជាសាបារ៉ាំពេទ្យ Feeling so touch បើសម្បត្តិនៅក្បែរបងរត់ទៅប្រាប់ម៉ែឲ្យក៏ទៅលូដីស្ដាយស្ដីមិនខែដាច់ឥឡូវសុំរត់ចិត្តច្បាស់ហើយណាស្រស់គាត់ថាព្រមយកធ្វើប្តីបងមិនបដូរនៅពីសន្យាយើងចូលរោងការមុនចូលឆ្នាំថ្មីចេញពីម៉ែចេញពីស្រែមកទីក្រុងជាខ្ញុំនៅខែចែកតែកាយដែតលើផលគុណឆ្លងមកចូលឆ្នាំថ្មីខ្លួនក៏ចាស់ជាងពីមុនអារម្មណ៍រវើរវាយព្រោះចង់បានប្រពន្ធព្រោះខ្ញុំចង់បានប្រពន្ធអូនប្រុសខ្ញុំក៏ចង់បានប្រពន្ធស្អាតល្អគុណហើយទាំងចិត្តធ្ងន់នេះមិននៅតែលៀមមិនខ្វល់ខ្វាយដូចពីមុនចេះទុកដាក់លុយកាក់ប្រពន្ធទៅណាក៏គេតែសារថាស្អាតទៅណាក៏គេតែសារថាឆ្លាតទៅណាក៏គេតែសារចេះសង្វាតស្គាល់ក្បួនស្គាល់ខ្នាតច្បាស់ប្រុសច្បាស់ស្រីមានន័យខ្លាំងណាស់បងខ្ញុំគឺលយខ្លាំងណាស់